ចាបងប្អូនទាំងគ្នាឥឡូវគឺប្រាប់ពីរបៀបធ្វើចាតែឡាតេទឹកកកខ្ញុំមានម្សៅទឹកដោះគោមានកែវក្រិតមានម្សៅតែបៃតងបងប្អូនអាចធ្វើម្សៅតែបៃតងក៏បានអាចធ្វើទឹកតែបៃតងក៏បានដែរចាអត់អីទេបងប្អូនណាគាត់ថាបើសិនជាយើងដាក់ម្សៅតែបៃតងគឺវារសជាតិចាជាបៃតងមានអានេះក៏បានដែរមានតែកែវក្រិតក៏បានចាទឹកដោះគោស្រស់ចាអ៊ីនូមីលហើយនឹងទឹកស្ករបងប្អូនអរគ្នាចាឥឡូវខ្ញុំការដាក់ចាម្សៅទឹកដោះគោ1ស្លាបព្រាកាហ្វេបងប្អូនណាតែទឹកគោពេលយើងប្រើហើយគឺយើងត្រូវគ្រប់ទុកភ្លាមដែរបងប្អូនអាចដាក់ម្សៅទឹកគោ1ស្លាបព្រាទៅ1ស្លាបព្រាកាហ្វេកន្លះប៉ុន្តែខ្ញុំស្លាបព្រាកាហ្វេនេះរៀងធំចឹងដាក់តែ1ស្លាបព្រាបានហើយបន្ទាប់មកខ្ញុំចាក់ទឹកក្តៅចាទឹកក្តៅអាចចា10ទៅ15អង្អិលបងប្អូនចាខ្ញុំដាក់10 5អង្អិលបងប្អូននេះចាខ្ញុំធ្វើវីដេអូនេះពេលយប់ឲ្យបងប្អូនទាំងអស់គ្នាចាខ្ញុំបានបិទម៉ាស៊ីនកាហ្វេហើយចាអញ្ចឹងគឺខ្ញុំប្រើទឹកក្តៅដែលខ្ញុំបានដាំហើយចាបន្ទាប់មកបងប្អូនម្សៅទឹកដោះគោយើងគឺយើងត្រូវការកូរជាមួយទឹកក្តៅបងប្អូនទាំងអស់គ្នាចាយើងកូរជាមួយទឹកត្រជាក់បានទេកូរមួយទឹកក្តៅឲ្យម្សៅដោះគោវាបែកនឹងល្អអញ្ចឹងណាបងប្អូននេះបាញ់កែល្អបន្ទាប់មកប្រើចាទឹកស្ករយក50% បងប្អូនអាចដាក់យ៉ាងអាចដាក់ទឹកស្ករចាពី20 ml ទៅ30ណា25ទៅ30ហើយខ្ញុំយករសជាតិផ្អែមមកល្មមខ្ញុំយក30បងប្អូនចង់បានផ្អែម60 70បងប្អូនអាចដាក់40ទៅ50តាមចំណង់ចំណូលចិត្តចាបើសិនជាចង់បានផ្អែមមានដិតអញ្ចឹងយើងអាចសួរទៅចំណង់ចំណូលចិត្តភ្ញៀវបានចាអញ្ចឹងខ្ញុំដាក់ទឹកស្ករចាទឹកស្ករ30 ml ចាដល់មកខ្ញុំប្រើទឹកដោះគោស្រស់ចាបងប្អូនណាទឹកដោះគោស្រស់ចាគឺប្រើចំនួនយើងប្រើកាហ្វេសុំទោះតែបៃតងឡាតេគឺប្រើទឹកដោះគោស្រស់ច្រើនណាបងប្អូនចាអញ្ចឹងខ្ញុំប្រើ100 mlចាមកកែវពេញនេះគឺ100 ml ណាចាដាក់ចូលទៅជាមួយចាដាក់ចូលជាមួយឥឡូវខ្ញុំទុកល្បាចាដោះគោនេះចាមួយដុំចាបន្តមកខ្ញុំប្រើស្លាបព្រាស្ងួតមួយទៀតប្រើស្លាបព្រាស្ងួតមួយទៀតសម្រាប់ក្នុងការទុកម្សៅតែចាម្សៅតែគឺប្រើ2ស្លាបព្រាកាហ្វេបងប្អូនអរគ្នាចាម្សៅតែប្រើ2ស្លាបព្រាកាហ្វេបងប្អូនអាចប្រើម្សៅតែប្រភេទម្សៅតែម៉ាកអីក៏បានដែរចាម្សៅតែបៃតងនេះចានេះគឺយើងអាចធ្វើជាហៅថាម្សៅតែគ្រីមឈីសអីក៏បានដែរចាបន្ទាប់មកគឺខ្ញុំប្រើចាទឹកក្តៅបងប្អូននេះទឹកក្តៅប្រើ50 ml ទៅ60 ml បងប្អូនទាំងអស់គ្នាចាដើម្បីកូរម្សៅតែរបស់យើងគឺខ្ញុំប្រើចាទឹកក្តៅ60 ml ចាហើយយើងធ្វើការវាយរបាយតែនេះចាធ្វើការវាយរបាយតែនេះឲ្យសព្វបងប្អូននេះចានិយាយទៅប្រដាប់ពេលដែលយើងប្រើហើយគឺយើងត្រូវគ្រប់ទុកគ្នាព្រោះប៉ះដៃប៉ះអីយើងទៅកន្លែងយើងឆុងកាហ្វេឆុងភេសជ្ជៈហ្នឹងវាអាចប៉ះដៃប៉ះអីយើងទៅវាអាចទៅជាកពុកទៅជាអីចឹងនេះដូចជាទឹកដោះគោស្រស់ដូចជាទឹកតែទឹកអីដែលយើងយកមកប្រើអីចឹងទៅគឺយើងការពារ
ការប៉ាន់ដៃប៉ាន់អីយើងចឹងយើងត្រូវក្រោមតុកពេលដែលយើងប្រើរបស់យើងនេះញ៉ៅយ៉ាងភ្លាមៗណាចាចឹងយើងធ្វើការវាយតែនេះចាវាយតែនឹងឲ្យសក់នេះបងប្អូនធ្វើការវាយតែនឹងហើយចាបងប្អូនបន្ទាប់មកខ្ញុំប្រើភាសាថៃខាងចាដល់ប្រើម៉ាស៊ីនវាយនេះវាយតែឲ្យវារៀងនេះតិចបងប្អូនចាវាឲ្យវាឡើងនៃលក្ខណៈឲ្យរៀងក្រៀមឲ្យឡើងចាបងប្អូនយើងវាយត្រឹម2-3នាទីចាបងប្អូនយើងវាយតែហ្នឹងឲ្យវាឡើងក្រៀមត្រឹម2-3នាទីចាឲ្យវាឡើងខាត់ទៅមកឲ្យវាឡើងឈ្ងុយបងប្អូនដល់គ្នាពេលដែលយើងធ្វើតែឡាតេចាហ្នឹងណាចឹងខ្ញុំធ្វើការវាយរបស់នេះបងប្អូនចាវាយឡើងឈ្ងុយហ្នឹងបងប្អូនណាចាវាយមកវាយដាក់រង្វិលជុំចឹងមកបងប្អូនណាចាវាយដល់រង្វិលជុំចឹងមកចាចានេះខ្ញុំថតរៀងពេលយកបងប្អូនដល់គ្នារៀងបន្តិចឯងចាខ្ញុំបើកភ្លើងពូមកល្មមវិញចាយើងវាយម៉ាស៊ីនវាយអាសិននេះណាបងប្អូននេះចាចឹងឃើញបងប្អូនវាឡើងកំពុងឡើងក្រៀមតែចាឲ្យខាប់តិចមកចឹងលក្ខណៈដល់ពេលយើងដាក់តកឲ្យវាឈ្ងុយបងប្អូនដល់គ្នាចាឃើញទេបងនេះចាបងប្អូនយើងប្រើម្សៅតែបៃតងគឺយើងប្រើចាត្រឹមម្សៅតែបៃតងគឺយើងប្រើពីស្លាបព្រាកាហ្វេហើយដាក់ទឹកក្តៅត្រឹម50ទៅ60 ml បងប្អូននេះគឺឈ្ងុយហ្មងចាទឹកដោះគោស្រស់យើងប្រើត្រឹម90ទៅ100 ml ចាទឹកស្ករបងប្អូនប្រើចា25ទៅ50 ml តាមចំណង់ចិត្តតែនេះគឺខ្ញុំដាក់ចា30 ml គឺខ្ញុំចង់បានរសជាតិ50ហៅថាផ្អែម50ហ្នឹងផ្អែមល្មមអ្នកគាត់ចង់បានផ្អែមខ្លាំងដាក់40ទៅ50ទៅអ្នកគាត់ចង់បានផ្អែមរៀងដិតចាចំណង់ចិត្តភ្ញៀវយើងសួរភ្ញៀវដែរបងប្អូននេះចាបងប្អូនខ្ញុំគឺសម្រាប់តិចដងឡាតេតកហ្នឹងគឺសម្រាប់កែវលេខ22ចាហើយបងប្អូនត្រូវលាយគ្រឿងផ្សំហ្នឹងឲ្យស្ម័គ្រមាត់គ្នាកុំឲ្យលើសពី200 ml ចាអានេះគឺខ្ញុំប្រើចាទឹកតែ60 ml ចាទឹក60 ml ឆុងតែគោបៃតងតែបៃតងយើងនេះទឹកដោះគោស្រស់ខ្ញុំប្រើចា90 ml និងទឹកស្ករខ្ញុំប្រើចា30 ml អញ្ចឹងទឹកតែជាមួយនឹងទឹកដោះគោចា90 ml ហើយអានេះ60 ml វា150និងទឹកស្ករចំនួន30វា180អញ្ចឹងក្នុងចន្លោះយើងធ្វើភេទជ្ជៈចាចន្លោះ180ទៅ200 ml គឺយើងដាក់កែវលេខ22គឺល្មមនេះខ្ញុំជួយកាត់មិននេះឃើញលបាយមករៀងខាប់ណាចាប៉ុណ្ណឹងបានបងប្អូនអរគុណឡើងឈ្ងុយហ្មងឲ្យវិញធ្វើអញ្ចឹងយើងបាយយើងឈ្ងុយបងប្អូនណាយើងយកកែវលេខ22ចាហើយយកកែវលេខ22ដាក់តកចាបាយទៅចូលកែវ22ហើយយើងយកទៅដាក់តកចាពេលយើងដាក់តកនេះយើងធ្វើណាកូរវាឲ្យសព្វបាយទឹកដោះគោនឹងជាមួយតកឲ្យគោវារៀងសព្វហើយឲ្យវាឡើងទៅជាចាបងប្អូននេះឃើញទេចាទៅឲ្យអញ្ចឹងឲ្យវាឡើងជាអញ្ចឹងពេលដែលអ្នកគាត់ញៀវយកទៅហូបផឹកទៅគឺវាតិចឲ្យគាត់កោតែមិនទៅគឺមានវារសជាតិតិចស្រាប់ហ្មងគឺ fresh ហ្មងចានេះបន្ទាប់មកនេះក៏ត្រង់ចាយកត្រង់តែហើយយើងរយបងប្អូនចាយើងចាក់រយ
ចាដើម្បីស្វែងរកកាក់តែបងប្អូនចាវាមកសៅតែយើងអាចនឹងមានការដែរវាអត់អ្នកគណៈថាមកទេអញ្ចឹងណាបងប្អូនឃើញទេចាអញ្ចឹងយើងស្វែងរកកាក់តែចេញបងប្អូនទាំងអស់គ្នាសម្រាប់ដាក់តកយើងអត់ឲ្យដាក់ពេញទេនៅពេលដែលបងប្អូនដាក់ដោះគោឲ្យដាក់តកយើងដាក់តកតាមបានល្មមបានហើយតកមកយើងចាក់តកតាមកាចអីណាបងប្អូនបន្ទាប់មកគឺយើងដាក់ចារបាយចាតែបៃតងចាក់ចូលទៅហើយបន្ទាប់មកគឺយើងបើនៅសល់បងប្អូននេះនៅសល់រៀងស្ទើរតិចយើងថែមតកតាមបន្តិចទៅបានហើយចាឥឡូវខ្ញុំធ្វើការថែមតកល្មមគឺរបាយនេះបងប្អូនទាំងអស់គ្នាគឺលក្ខណៈថាយើងត្រូវបានលែនសមត្ថមាត្រនៃចាគ្រឿងផ្សំរបស់យើងណាដើម្បីឲ្យត្រូវក្នុងកាយ22កាលណាយើងដាក់លើចាយើងសមត្ថមាត្រគ្រឿងផ្សំយើងអត់ល្អទេគឺវាអាចនឹងដាក់ទៅហៀពេញកាយយើងដាក់អស់ហើយអញ្ចឹងសម្រាប់ខ្ញុំធ្វើនេះគឺមកល្មមហើយកម្រិតកែវលេខ22គឺបានលែនសមត្ថមាត្រគ្រឿងផ្សំនឹងគឺល្មមតែម្ដងចាហើយធ្វើការលក់ឲ្យបងប្អូនមើលចាតមកបងប្អូនចាយើងពេលយើងញ៉ាំណាពេលយើងញ៉ាំគឺយើងចាកោមកឲ្យសពមកហើយយើងបើកញ៉ាំទៅអរគុណច្រើនបងប្អូនណាហើយតាក់ទងជាមួយនឹងនាងខ្ញុំគឺមានការទទួលបង្រៀនខាងផ្នែកភេទជ្ជៈប្រចាំក្រុងសួងផងដែរដោយសារតែនាងខ្ញុំគឺមានបើកសាខាចាហាងកាហ្វេក៏ដូចជាបណ្ដុះបណ្ដាលចេញពីក្រសួងវិជ្ជាជីវៈប្រចាំប្រទេសកម្ពុជានៅខេត្តត្បូងឃ្មុំនេះតែម្ដងគឺខ្ញុំប្រចាំនៅក្រុងសួងទទួលចុះឈ្មោះកូនសិស្សចូលរៀនអ្នកដែលគាត់មានបានក្រីក្របានសមត្ថភាពបានងាយរងហានិភ័យចុះឈ្មោះរៀនជាមួយខ្ញុំគឺអត់អស់លុយទេហើយក្រសួងការងារក៏ដូចជារាជរដ្ឋាភិបាលនឹងជួយឧបត្ថម្ភប្រាក់បន្ថែមអ្នកដែលកូនសិស្សមករៀនជាមួយសម្រាប់អ្នកមានបានក្រីក្របានសមត្ថភាពបានងាយរងហានិភ័យហើយអ្នកដែលគាត់អត់មានបានក៏អាចចុះឈ្មោះរៀនដែរបានដែរគឺរៀនអត់អស់លុយទេចាប៉ុន្តែយកតែចំនួន30% ទេណាបងប្អូនណាអញ្ចឹងអ្នកចូលឈ្មោះមុនបានមុនគឺទីតាំងនាងខ្ញុំនៅខាងក្រោយចាផ្ទះសំណាក់សាសួង2ចានៅតាមបងប្អូនជិះពីខាងក្រោយផ្ទះសំណាក់សាសួង2ចម្ងាយត្រឹមតែ200ម៉ែត្រជាងគឺនៅខាងក្រោយសាលាចិននៅក្រុងសួននឹងតែម្ដងហើយសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចចូលឆាតចាតាក់ទងមកសម្រាប់បងប្អូនអ្នកដែលគាត់ចង់រៀនជំនាញខាងផ្នែកភេទជ្ជៈពិតប្រាកដនេះគឺមានវិញ្ញាបនបត្រចេញពីក្រសួងការងារវិជ្ជាជីវៈប្រចាំប្រទេសកម្ពុជាតែម្ដងបងប្អូនរៀនចប់ហើយបងប្អូនអត់ទាន់មានលទ្ធភាពក្នុងការបើកអាជីវកម្មខ្លួនឯងខាងក្រសួងខាងរដ្ឋាភិបាលនឹងជួយរកការងារបងប្អូនធ្វើហើយអ្នកដែលគាត់ជាកូនសិស្សរៀនចប់ហើយមានសញ្ញាបត្របងប្អូនអាចបើកអាជីវកម្មខ្លួនឯងហើយខាងនាងខ្ញុំដូចជាគ្រូតាមមណ្ឌលចាដែលសាខាបន្ទាប់ពីខាងក្រសួងនឹងជួយ support បងប្អូនបើអាជីវកម្មនឹងការជួយរៀបចំហាងរៀបចំកន្លែងទីតាំងបងប្អូនផងដែរដូច្នេះបងប្អូនទាំងអស់គ្នាអ្នកដែលគាត់ចាចង់ចុះឈ្មោះចូលរៀនគឺនាងខ្ញុំទទួលយកកូនសិស្សចូលរៀនគឺចាប់ពីអាយុ16ឆ្នាំដល់35ឆ្នាំទាំងស្រីទាំងប្រុសចាអញ្ចឹងចាប់អារម្មណ៍មកចុះឈ្មោះរៀនជាមួយនឹងនាងខ្ញុំនៅហាងកាហ្វេ300ហ៊ុនខាងក្រៅផ្ទះសំណាក់សាសួង2ខាងក្រោយសាលាចិនចាបងប្អូនហែក100ខ្ញុំជួបនាងខ្ញុំបានចាអរគុណច្រើនបងប្អូនណានាងខ្ញុំទទួលជួយដល់កូនសិស្សចាចេញពីក្រសួងដោយគេហៅថាដោយការចែករំលែកដោយក្តីស្រឡាញ់ជាពិសេសបងប្អូនរៀនអស់លុយទេសម្រាប់អ្នកមានបានចាអញ្ចឹងបងមានលម្អិតចាទៅអ្នករំលងចូលឆាតរបស់នាងខ្ញុំអរគុណច្រើន